ជាបន្តទៅទៀតនេះសូមជូនមេតិការព័ត៌មានសំខាន់កម្ពុជាអាល្លឺម៉ង់ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងការបញ្ជូនកម្មសិក្សាការីភ្ញៀវទេសចរបរទេសជាង600នាក់មកទស្សនកិច្ចកម្ពុជាចូលតាមច្រកកំពង់ផែសមុទ្រនាព្រឹកនេះកម្ពុជាបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្មនិងកិច្ចសហប្រតិបត្តិការរដ្ឋឯកជនជប៉ុននឹងបន្តវិនិយោគលើវិស័យស្វាយចន្ទីដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជានិងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សាររបស់ខ្លួនអង្គការ UNDP និងក្រសួងទេសចរធ្វើយុទ្ធនាការរួមគ្នាដើម្បីលើកកម្ពស់ទេសចរតាមដងទន្លេប្រកបដោយនិរន្តរភាពជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាកម្ពុជាអាល្លឺម៉ង់បានពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងការបញ្ជូនកម្មសិក្សាការីឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសមជាមួយភារៈធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជានិងលោកបណ្ឌិតអតីតសមាជិកសភាអាល្លឺម៉ង់នាថ្ងៃទី1ខែមេសាឆ្នាំ2026នៅទីស្តីការក្រសួងជំនួបពិភាក្សាដើម្បីស្វែងរកឱកាសបង្កើតគំនិតផ្ដួចផ្ដើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាដែលរួមមានទាំងសិក្ខាកាមដែលអាចមានឱកាសទៅធ្វើកម្មសិក្សានិងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញកម្លាំងពលកម្មឯកឧត្តមបានរំលឹកផងដែរថាពីប្រវត្តិដ៏យូរអង្វែងនិងសមិទ្ធផលនានារបស់អាល្លឺម៉ង់ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមកឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយកម្លាំងពលកម្មឲ្យមានជំនាញខ្ពស់តាមរយៈការធ្វើទំនើបកម្មជំនាញនិងការបណ្ដុះបណ្ដាលជំនាញថ្មីឲ្យស្របតាមការវិវត្តនៃឧស្សាហកម្មឯកឧត្តមបានរំលឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅសាលាវិជ្ជាជីវៈអាល្លឺម៉ង់ក្នុងទីក្រុង Frankfurt នាពេលកន្លងមកដោយគូបញ្ជាក់ថាអ្វីដែលពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះគឺប្រព័ន្ធសិក្សាមុខងារពីររបស់អាល្លឺម៉ង់ដែលសមស្របសម្រាប់កម្ពុជាចំណែកភាគីអាល្លឺម៉ង់បានលើកឡើងពីគំនិតផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការបញ្ជូនកម្មសិក្សាការីដោយបានសង្កត់ធ្ងន់ថាយន្តការនេះត្រូវផ្អែកលើគោលការណ៍ឈ្នះឈ្នះដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកទាំងប្រទេសបញ្ជូននិងប្រទេសទទួលជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានទុកគំនិតផ្ដួចផ្ដើមនេះថាជាដំណឹងដ៏ល្អនិងចំពេលជាក់ស្ដែងបំផុតឯកឧត្តមបានបញ្ជាក់ពីជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជាក្នុងគោលដៅបង្កើតភាពជាដៃគូនិងគាំទ្រដល់ដំណើរការជ្រើសរើសសិក្ខាកាមឲ្យមានតម្លាភាពជាកិច្ចបញ្ចប់ភាគីអាល្លឺម៉ង់បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងឲ្យកាន់តែស៊ីជម្រៅដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរដល់ឡែកសម្រាប់ព័ត៌មានជាបន្តទៅទៀតនេះមន្ត្រីនគរបាលអន្តរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដឹងថានៅវេលាម៉ោង 7:50 នាទីព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026នាវាទេសចរបរទេសមួយគ្រឿងមានឈ្មោះ Seven Sea Mariner សញ្ជាតិ Bahamas ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន609នាក់ក្នុងនោះមានស្រី323នាក់មាន27សញ្ជាតិមាននាវិកចំនួន464នាក់ស្រី108នាក់មាន36សញ្ជាតិបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026មន្ត្រីនគរបាលអន្តរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដឹងថាគោលបំណងនៃការចូលចតរបស់នាវាទេសចរខាងលើដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល2ថ្ងៃគឺចាប់ពីថ្ងៃទី2ដល់ថ្ងៃទី3ខែមេសាឆ្នាំ2026ដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងការអភិវឌ្ឍរីកចម្រើននៃព្រះរា
ជាណាចក្រកម្ពុជាជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុក្នុងឱកាសនៃការចូលចតរបស់នាវាខាងលើនេះមន្ត្រីនគរបាលអន្តរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុបានជួយសម្របសម្រួលក្នុងការធ្វើបែបបទប៉ាសពតដើម្បីសម្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរបរទេសបានលឿនឆាប់ជាមួយគ្នានេះដែរភ្ញៀវទេសចរក៏បានធ្វើដំណើរទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋានតំបន់ឆ្នេរសមុទ្រតំបន់វប្បធម៌តាមវត្តអារាមនានាតំបន់នេសាទនៅក្នុងក្រុងព្រះសីហនុទស្សនារូបសំណាកព្រះថោងនាងនាគនិងរូបសំណាកផ្សេងទៀតក្នុងខេត្តព្រះសីហនុក្រុងកំពង់សោមមជ្ឈមណ្ឌល Bay of Life ជាដើមលក្ខណៈបច្ចេកទេសនាវា Seven Sea Mariner មានបណ្ដោយ 216.93 ម៉ែត្រតតឹងប្រវែង 28.80 ម៉ែត្រជម្រៅទឹក 7 ម៉ែត្រនាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាមចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាវេលាម៉ោង 7:50 នាទីព្រឹកថ្ងៃទី 2 ខែមេសានាវានេះមានគម្រោងបន្តដំណើរទៅប្រទេសថៃនៅថ្ងៃទី 3 ខែមេសាឆ្នាំ 2026 នៅវេលាម៉ោង 17 ល្ងាចភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Seven Sea Mariner ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA មានចំនួន 400 នាក់ស្រី 211 នាក់ភ្ញៀវចូលក្នុងប្រទេសកម្ពុជាចេញទៅទស្សនាខេត្តសៀមរាបមានចំនួន 14 នាក់ស្រី 7 នាក់ស្មើនឹង2សញ្ជាតិនិងភ្ញៀវទេសចរមកពីខេត្តសៀមរាបចេញតាមនាវាមានចំនួន 1 នាក់សម្រាប់ព័ត៌មានជាបន្តកម្ពុជាបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្មនិងកិច្ចសហប្រតិបត្តិការរដ្ឋឯកជនក្នុងសន្និសីទស្តីពីការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្មដើម្បីដាក់ចេញនៅទិសដៅមួយចំនួនទៀតសម្ដៅធ្វើឲ្យក្លាយជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយដាក់ចេញនៅយុទ្ធសាស្ត្រមួយចំនួនទៀតសម្រាប់កម្ពុជាសម្ដៅធ្វើឲ្យក្លាយជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយនិងកំពុងធ្វើកំណែតម្រង់យ៉ាងសកម្មព្រមទាំងធ្វើទំនើបកម្មក្របខ័ណ្ឌភស្តុភារកម្មរបស់ខ្លួនផងដែរក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានាព្រឹកថ្ងៃពុធទី1ខែមេសាឆ្នាំ2026ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជារួមជាមួយលោកប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានអញ្ជើញជាសហអធិបតីក្នុងសន្និសីទស្តីពីការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្មក្រោមកិច្ចសហការរៀបចំដោយកអកនិងគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្មសន្និសីទនេះបានចូលរួមដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញពីសំណាក់ផ្សំភាគីក្នុងតំបន់រួមមានប្រចាំប្រទេសវៀតណាមមីយ៉ាន់ម៉ាសិង្ហបុរីម៉ាឡេស៊ីនិងប្រទេសឡាវក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុបអាស៊ានសមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្មព្រមទាំងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតផងដែរសន្និសីទដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន4រួមមាន 1. បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលដែលសម្រេចបានតាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទានគោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ 2. រំលេចនូវភាពជោគជ័យនៃគំរូកិច្ចសហការរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនក្នុងការអភិវឌ្ឍធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធនិងសេវាភស្តុភារកម្មរបស់កម្ពុជា 3. បង្ហាញជូនសម្ភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្មនិងកំណែតម្រង់ស៊ីជម្រៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា 4. ពង្រឹងភាពប្រកួតប្រជែងតាមរយៈការបង្កើនការយល់ដឹងនិងភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលភស្តុភារកម្មនិងពាណិជ្ជកម្មប្រកបដោយសក្តានុពលក្នុងតំបន់លើសពីគោលបំណងដូចដែលបានរៀបរាប់ខាងលើសន្និសីទក៏បានដាក់ចេញនៅទិសដៅមួយចំនួនទៀតសម្រាប់កម្ពុជាសម្ដៅធ្វើឲ្យក្លាយជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយនិងកំពុងធ្វើកំណែតម្រង់យ៉ាងសកម្មព្រមទាំងធ្វើទំនើបកម្មក្របខ័ណ្ឌភស្តុភារកម្មរបស់ខ្លួនផងដែរការដាក់ចេញនៅទិសដៅទាំងនោះធ្វើឡើងក្នុងគោលបំណង 1. ផ្ដល់ព័ត៌មានបច្ចុប្បន្នភាពអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជំរុញដោយកំណើននិងការនាំចេញ 2. បង្ហាញពីកំណែតម្រង់ក្នុងវិស័យភស្តុភារកម្មបែបបញ្ជូនរហ័សនិងកិច្ចសម្រួលផ្នែកគយ 3.
បង្ហាញពីឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងរដ្ឋនិងវិស័យឯកជននិង4លើកទឹកចិត្តឲ្យមានការបន្តកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការឆ្លងដែនជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ជាលទ្ធផលរំពឹងទុកតាមរយៈសន្និសីទនេះនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនភាពលេចធ្លោក្នុងតំបន់អំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជាពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិននិងដៃគូពាណិជ្ជកម្មនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិដៃគូអភិវឌ្ឍន៍និងវិស័យឯកជនសម្ដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឲ្យកាន់តែរីកចម្រើននិងមានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្មដល់ឡែកសម្រាប់ព័ត៌មានជាបន្តទៅទៀតនេះកាលពីរសៀលថ្ងៃពុធទី1ខែមេសាឆ្នាំ2026ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុនកម្ពុជាដឹកនាំដោយលោកតាកាហាស៊ីហ្វូម៉ៃគីប្រធានសមាគមនិងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាក្នុងជំនួបដ៏មានសារៈសំខាន់នេះភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការជំរុញការវិនិយោគនិងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំទៀតឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានយកឱកាសនេះជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃក្រុមការងារសហការបង្កើតធុរកិច្ចកម្ពុជាជប៉ុនដែលជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួលនិងបង្កើតឱកាសធុរកិច្ចរួមគ្នារវាងវិនិយោគិននៃប្រទេសទាំងពីរទន្ទឹមនឹងនេះឯកឧត្តមបានលើកឡើងអំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុក្រោមជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុនដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ជាមួយគ្នានោះគណៈប្រតិភូជប៉ុនបានជម្រាបជូនអំពីជោគជ័យនៃគម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើបអ៊ីអននិងភោជនីយដ្ឋានល្បីៗហើយកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនឹងការកោតសរសើរនិងលើកទឹកចិត្តឲ្យសមាគមពិនិត្យឱកាសវិនិយោគបន្ថែមលើកសិដ្ឋានចិញ្ចឹមបង្គានិងមច្ឆជាតិផ្សេងៗទៀតដែលមានតម្រូវការទីផ្សារខ្ពស់បន្ថែមពីនេះភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តវិនិយោគលើវិស័យស្វាយចន្ទីដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជានិងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុនក្នុងគោលដៅបន្តសន្ទុះនៃការទាក់ទាញវិនិយោគឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីផែនការរៀបចំបេសកកម្មគូសទ្វារវិនិយោគទៅប្រទេសជប៉ុននាពេលខាងមុខក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ចដើម្បីផ្ដល់វេទិកាពិភាក្សាដោយផ្ទាល់និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិនលោកប្រធានសមាគមបានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់និងបានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តគៀកវិនិយោគិនជប៉ុនឲ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀតជាកិច្ចបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនៅការត្រៀមខ្លួនរួចជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក្នុងការផ្ដល់កិច្ចសម្របសម្រួលនិងការគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនជប៉ុនដើម្បីប្រែក្លាយឱកាសវិនិយោគឲ្យក្លាយទៅជាផ្លែផ្កាសេដ្ឋកិច្ចជាក់ស្ដែងដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរដល់ឡែកសម្រាប់ព័ត៌មានជាចុងក្រោយនេះដើម្បីលើកកម្ពស់ទេសចរប្រកបដោយចីរភាពអង្គការ UNDP ក្រសួងទេសចរ Ministry of Tourism Cambodia ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Coca-Cola បានចាប់ផ្ដើមយុទ្ធនាការរួមគ្នាក្រោមមូលបត្រលើកកម្ពស់ទេសចរដើរតាមដងទន្លេប្រកបដោយនិរន្តរភាពនិងការកាត់បន្ថយកាកសំណល់ផ្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជាបើតាមអង្គការ UNDP កាលពីថ្ងៃទី1ខែមេសាឆ្នាំ2026បានឲ្យដឹងថាទន្លេទទួលរងផលប៉ះពាល់ពីកាកសំណល់ផ្លាស្ទិកដែលបង្កឡើងដោយការប្រើប្រាស់ផ្លាស្ទិកប្រើតែម្ដងពីសកម្មភាពទេសចរនិងការប្រើប្រាស់ប្រចាំថ្ងៃកាកសំណល់ផ្លាស្ទិកបំពុលផ្លូវទឹកប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសហគមន៍និងបទពិសោធន៍របស់ភ្ញៀវទេសចរយុទ្ធនាការលើកកម្ពស់ទេសចរតាមដងទន្លេប្រកបដោយនិរន្តរភាពនិងការកាត់បន្ថយកាកសំណល់ផ្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជានេះនឹងចូលរួមការពង្រឹងប្រព័ន្ធគ្រប់គ្រងកាកសំណល់និងកាត់បន្ថយកាកសំណល់ផ្លាស្ទិកក្នុងវិស័យទេសចរដើម្បីការពារទន្លេរបស់ប្រទេសកម្ពុជានិងធានាដល់វិស័យទេសចរប្រកបដោយនិរន្តរភាព